សួរពុកម៉ែបងប្អូនជនជាតិដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់ដែលកំពុងមើលវីដេអូឃ្លីបដែលបង្ហោះខ្ញុំបាទលេងឧត្តមដែលពេលនេះខ្ញុំបាទកំពុងស្ថិតនៅទីស្នាក់ការរបស់សង្គ្រោះជាតិនៅឯខេត្តកំពតដែលលោកប្រធានសំរងស៊ីនិងលោកអនុប្រធានកម្មសខាកំពុងតែជួបសម្ដែងសម្មាជាមួយអង្គបោះឆ្នោតរបស់គាត់នៅឯខេត្តកំពតនេះក៏តែម្ដងដែលមានសមាជិក130នាក់ជាងកំពុងតែជួបនឹងពិភាក្សាគ្នានៅទីនេះផងដែរហើយមានប្រជាពលរដ្ឋជាច្រើនចូលរួមវិគ្រាមមិនត្រឹមតែអង្គបោះឆ្នោតទេមានទាំងប្រជាពលរដ្ឋក៏ចូលរួមដែរបណ្ដាអ្នកកសែតក៏មកមានសង្គមស៊ីវិលអ្នកតាមដានសិទ្ធិមនុស្សក៏មកដែរហើយជាពិសេសយើងមកថ្ងៃនេះគឺជោគជ័យមែនទែនទទួលបានការគ្រប់គ្រងពីបងប្អូននៅខេត្តកំពតច្រើនមែនទែនហើយអ្វីដែលសំខាន់នោះគឺយើងបានទទួលនៅអនុសាសន៍ល្អពីលោកប្រធានទាំងពីរក្នុងការឲ្យប្រជាពលរដ្ឋតស៊ូរឹងមាំគួតដៃគ្នាប្រោកឈុនឡើងដើម្បីប្រឆាំងនឹងរបបនៃការលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយសង្ឃឹមថាលោកហ៊ុនសែនបើកភ្នែកមើលចំនួនមនុស្សទៅហ៊ុនសែននឹងមកបានហើយគាត់គេឲ្យជំនុំផ្ទះជូនទាហានដូចឆ្កែដូចឆ្មាយកពាត់ឲ្យខ្លាចគេខំមែនញ៉ាជូនហ៊ុនសែនជាពិសេសផងឈប់ទៅបើកទីលានប្រជាធិបតេយ្យវិញហ្នឹងអរគុណជួយ like និង share វីដេអូនេះ